តើអ្វីទៅគឺជាបទឧក្រិដ្ឋបទមជ្ឈិមនិងបទលះហូបទល្មើសជាបទឧក្រិដ្ឋក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះជាទោសដាក់ពន្ធនាគារអស់មួយជីវិតជាទោសដាក់ពន្ធនាគារដែលមានរយៈពេលលើសពី5ឆ្នាំនិងក្រោមឬស្មើនឹង30ឆ្នាំចំណែកបទល្មើសជាបទមជ្ឈិមក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះមានរយៈពេលលើសពី6ថ្ងៃនិងក្រោមឬស្មើនឹង5ឆ្នាំចំណែកបទល្មើសជាបទលហុវិញក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះមានរយៈពេលក្រោមឬស្មើនឹង6ថ្ងៃឬបទល្មើសដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះដូច្នេះដើម្បីកំណត់បទល្មើសណាមួយជាបទឧក្រិដ្ឋបទមជ្ឈិមឬបទលហុយើងត្រូវមើលនៅលើអតិបរមានៃទោសដាក់ពន្ធនាគារដែលមានចែងនៅក្នុងច្បាប់គឺយើងមិនត្រូវមើលទៅលើអតិបរមានៃទោសដាក់ពន្ធនាគារដែលតុលាការប្រកាសនោះទេ